រាត្រីខែអាសត់មេឃស្រទុំហាក់ដូចចង់ភ្លៀងបុរសម្នាក់ឈ្មោះភ័ក្របានធ្វើដំណើរទៅបាត់ដំបងហើយបានជួលផ្ទះសំណាក់ចាស់មួយនៅតាមបណ្ដាស្ទឹងសង្កែដើម្បីសម្រាកដោយសារតែតម្លៃខុសធម្មតាគេមិនបានចាប់អារម្មណ៍ពីសភាពទ្រុឌទ្រោមនៃបន្ទប់404នោះឡើយពេលចូលដល់ក្នុងបន្ទប់ក្លិនផ្អួបានភាយឡើងនៅកាច់ជ្រុងបន្ទប់សុភ័ក្របានឃើញវ៉ាលីជ័រខ្មៅដ៏ធំមួយដាក់ចោលនៅទីនោះគេស្មានថាវាជាវ៉ាលីរបស់ភ្ញៀវមុនដែលភ្លេចសុភ័ក្រក៏សម្រេចចិត្តលើកវ៉ាលីនោះដាក់ក្រោមក្រែដើម្បីកុំឲ្យទៅផ្លូវពាក់កណ្ដាលអាធ្រាត្រសំឡេងក៏កិតក្រឹកចេញពីក្រោមក្រែបានធ្វើឲ្យសុភ័ក្រភ្ញាក់ពីដំណេកគេមានអារម្មណ៍ថាក្រែរបស់គេកំពុងកក្រើកតិចពេលគេងាកទៅមើលមាត់បង្អួចស្រាប់តែឃើញស្រមោលស្ត្រីម្នាក់សក់វែងអន្លាយអង្គុយបែរខ្នងនៅលើវ៉ាលីខ្មៅនោះដែលពេលនេះវាមិនមែននៅក្រោមក្រែទៀតទេតែវានៅចំកណ្ដាលបន្ទប់វិញដោយភាពភ័យខ្លាចសុភ័ក្របានព្យាយាមស្រែករកជំនួយតែសំឡេងរបស់គេហាក់ដូចជាស្ទះនៅក្នុងបំពង់កនិយាយអ្វីមិនរួចសោះស្រាប់តែវ៉ាលីនោះចាប់ផ្ដើមបើកយឺតឈាមក្រហមច្រាលហូរចេញពីវ៉ាលីនោះរួមជាមួយម្រាមដៃស្លេកស្លាំងព្យាយាមតោងចេញក្រៅរូបភាពចុងក្រោយដែលគេបានឃើញគឺស្ត្រីនោះងាកមកមើលមុខគេវិញមុខរបស់នាងខ្ទេចខ្ទីមើលមិនយល់រួចស្រែកសឹបថាតើបងចង់មកដេកក្នុងវ៉ាលីនេះជាមួយអូនទេព្រឹកឡើងបុគ្គលិកផ្ទះសំណាក់បានឃើញសុភ័ក្រសន្លប់នៅមាត់ទ្វារតាមសម្ដីអ្នកភូមិបានប្រាប់ថាកាលពីឆ្នាំមុនមានករណីឃាតកម្មដ៏សាហាវបានកើតឡើងនៅក្នុងបន្ទប់នោះដោយបុរសជាប្តីបានសម្លាប់ប្រពន្ធរួចច្រកសពនាងចូលក្នុងវ៉ាលីពណ៌ខ្មៅនោះបោះចោលក្នុងបន្ទប់ទឹកមុនពេលគេរត់គេចខ្លួនបាត់